យីអាពីក្បាលឯងនេះបែកគ្នាយូរហើយនៅតែមិនចោលចរិតអត់ចេះរៀងចាល់សោះយ៉ាអាក្មេងនេះចេញមកពីប្រឡោះណាវើយតែបើមកបន្ថែមម្នាក់ទៀតក៏ល្អដែរយើងចូលចិត្តស៊ីពវៀនមនុស្សស្រស់ណាស់ពួកឯងទុកនៅទីនេះឲ្យម្ចាស់ពួកឯងមករំដោះពួកឯងទៅវិញចុះអាអ្នកកំឡោះមកតាមមកថាហើយលោកតាឥសីនិងសានក៏បណ្ដើរគ្នាចេញពីព្រៃនោះបាត់ទៅបន្សល់ទុកតែព្រៃខ្លានិងអសុរកាយដែលចងភ្ជាប់ជាមួយអំបោះសីមាស្រែករោពេញព្រៃពេលទៅដល់អាស្រមលោកតាឥសីសានក៏សម្រាកនៅទីនោះមួយយប់លុះព្រឹកឡើងគេក៏សម្រេចចិត្តថានឹងសុំលោកតាឥសីធ្វើជាគ្រូដើម្បីរៀនមុនវិជ្ជាការអាគមសម្រាប់ការពារខ្លួននិងដើម្បីជួយអ្នកស្រុកស្លូតត្រង់លោកតាបើមិនយល់ទាស់ទេឲ្យចៅអាចសុំលោកតាធ្វើជាគ្រូបានទេចៅចង់ចេះមុនវិជ្ជាការខ្លះដើម្បីទុកការពារខ្លួននិងដើម្បីជួយអ្នកភូមិស្លូតត្រង់ប្រកាសជាបានហើយចៅអាចមើលដឹងថាចៅជាមនុស្សល្អអាចជួយសង្គ្រោះមនុស្សស្លូតត្រង់ចាប់ពីថ្ងៃនេះទៅឯងស្នាក់នៅទីនេះហើយដើម្បីរៀនមុនវិជ្ជាការពិចារណាបាទលោកតាចៅសូមអរគុណលោកតាខ្លាំងណាស់អូយក្តៅណាស់ក្តៅខ្លាំងណាស់អូយក្តៅណាស់អូយលោកម្ចាស់ជួយខ្ញុំផងអូយក្រឡេកមកមើលព្រៃខ្លានិងអសូរកាយវិញបន្ទាប់ពីត្រូវលោកតាឥសីចងនឹងអំបោះសីមាម្នាក់ស្រែកហៅឲ្យម្ចាស់មកជួយពេញព្រៃរហូតដល់តាច័ន្ទដែលជាម្ចាស់របស់ពួកគេមកដល់តាច័ន្ទគឺជាគ្រូអាគមដែលកាចសាហាវណាស់មានចិត្តខូខើចូលចិត្តប្រាមន់អាគមសម្រាប់មនុស្សស្លូតត្រង់ពួកឯងនេះពិតជាគ្មានបានការមែនការងារប៉ុណ្ណឹងក៏អត់កំណត់ធ្វើមិនកើតដែរលោកម្ចាស់អាឥសីម្នាក់នោះវាពិតជាខ្លាំងប្រកែមែនណាប្រហែលខ្ញុំហើយនៅតែទប់វាមិនឈ្នះទៀតមែនហើយលោកម្ចាស់វាខ្លាំងណាស់ខ្ញុំវិសតែនឹងបានយកខ្នើយតាន់ជូនលោកម្ចាស់ទៅហើយតែត្រូវឥសីកញ្ចាស់នោះវាចេញមកជួយតាន់បើដូច្នេះមែនអញច្បាស់ជាមានដៃគូប្រយុទ្ធហើយអញចង់ដឹងណាស់ថាអញនឹងវាអ្នកណាខ្លាំងជាងអ្នកណាឆាប់ទៅវិញទៅអស់រយៈពេល2ឆ្នាំកន្លងផុតទៅសានខិតខំប្រឹងហាត់មុនវិជ្ជាការពីលោកតាឥសីរហូតបានចេះយ៉ាងស្ទាត់ជំនាញដោយគិតតែខ្លួនចេះមុនវិជ្ជាការដែលលោកតាបង្រៀនអស់ហើយសានក៏សម្រេចចិត្តលាលោកតាត្រឡប់ចូលភូមិកំណើតវិញពេលនេះចៅបានរៀនមុនវិជ្ជាពីលោកតាបានច្រើនហើយចៅគិតតែចង់សុំលាលោកតាត្រឡប់ទៅភូមិកំណើតវិញព្រោះឃ្លាតឆ្ងាយពីទីនោះយូរហើយទៅចុះណាចៅព្រោះតាមតាដឹងនៅក្នុងភូមិចៅប្រហែលជាមានបញ្ហាកើតឡើងដែរហើយពួកព្រៃខ្លាវាប្រហែលជាចូលទៅអុកលុកភូមិដើម្បីស្វែងរកចៅឆាប់ទៅចុះបើអញ្ចឹងមែនពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ចៅសូមលាលោកតាសិនហើយ
បន្ទាប់ពីសានបានលាលោកតាឥសីរួចហើយគេក៏ធ្វើដំណើរទៅកាន់ភូមិស្រុករបស់គេវិញថ្លែងពីអ្នកភូមិដោយសារតែពួកព្រៃខ្លាចេញអុកឡុកសម្រាប់ពួកឈ្មួញដែលចេញមករកស៊ីខ្លាំងពេកធ្វើឲ្យពួកឈ្មួញក្រោយៗលែងមានអ្នកណាហ៊ានចូលមករកស៊ីបន្តទៀតធ្វើឲ្យអ្នកភូមិទាំងនោះបាត់បង់នូវប្រាក់ចំណូលនិងខ្វះស្បៀងអាហារជាដើមហើយបញ្ហាអស់ពីមួយចូលមួយបើនៅតែបែបនេះទៀតតើឲ្យមនុស្សរស់នៅសុខស្រួលយ៉ាងម៉េចនឹងកើតទៅមិនកើតទេយើងត្រូវទៅពិភាក្សាគ្នាជាមួយប្រជាជនសិនថាហើយលោកចៅហ្វាយស្រុកគង់ក៏ប្រញាប់ធ្វើដំណើរទៅក្នុងភូមិភ្លាមនិងបានប្រជុំពិភាក្សារកដំណោះស្រាយក្នុងនោះមានសុធាពូជ័យដែលជាយុវជនឆ្នាំប្រចាំភូមិលោកចៅហ្វាយស្រុកតើពេលនេះយើងគួរធ្វើយ៉ាងម៉េចទៅបើពួកឈ្មួញមិនមករកស៊ីនៅក្នុងភូមិយើងបែបនេះយូរទៅអាចនឹងមានបញ្ហាធំកើតឡើងហើយអំឡុងពេលនេះពួកយើងមិនអាចចេញទៅក្រៅប្រទេសផ្ដាស់បានទេព្រោះយើងឃើញស្រាប់ហើយថាពួកព្រៃខ្លាវាសំងំនៅក្នុងព្រៃដើម្បីសម្លាប់មនុស្សបើពួកឈ្មួញផ្អាកមករកស៊ីនៅក្នុងភូមិយើងអញ្ចឹងយើងមានតែចិញ្ចឹមសត្វនិងដាំដំណាំនៅក្នុងភូមិទុកធ្វើជាស្បៀងបណ្ដោះអាសន្នសិនទម្រាំតែស្ថានភាពល្អត្រឡប់មកវិញបាទលោកចៅហ្វាយស្រុកខ្ញុំយល់ស្របតាមលោកចៅហ្វាយស្រុកដែរព្រោះថាអំឡុងពេលនេះបើមិនចង់ឲ្យមានគ្រោះថ្នាក់ដល់ជីវិតទេត្រូវរក្សាភាពស្ងៀមស្ងាត់ជាមុនសិនបើអញ្ចឹងសុធានិងពូជ័យត្រូវប្រញាប់ជួយគ្នាផ្សព្វផ្សាយទៅកាន់អ្នកភូមិឲ្យបានជ្រាបអំពីដំណឹងនេះហើយខ្ញុំនឹងខិតខំរិះរកវិធីដើម្បីកម្ចាត់ពួកព្រៃខ្លានោះឲ្យបានឆាប់បំផុតដោយអត់ទ្រាំនៅក្នុងភូមិមិនបានយូរអ្នកភូមិ2នាក់ក៏លួចបបួលគ្នាចេញទៅក្នុងព្រៃស្ងាត់ៗដើម្បីបរបាញ់សត្វយកសាច់មកលក់ផងនិងបរិភោគផងដែលកាន់តែយូរកាន់តែស្ងាត់ទៅយើងចូលព្រៃមកជ្រៅដែរហើយមើលទៅវិញក៏មិនទាន់ដែរព្រៃនេះបើសិនជាដើរពេលយប់អាចវិញក៏ថាបានណាមែនហើយលបងខ្ញុំគិតថាយប់នេះយើងសម្រាកនៅទីនេះសិនចុះយប់កាន់តែជ្រៅអាកាសធាតុកាន់តែត្រជាក់ធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍មិនសូវស្រួលនៅក្នុងខ្លួនមួយសន្ទុះក្រោយមកស្រាប់តែមានសំឡេងសត្វស្លាប់ជាច្រើនផ្អើលហើរទាំងយប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកទាំងពីរអាយ៉ាលបងសង្ស័យតែមានអីមិនស្រួលហើយមើលទៅយើងអង្គុយនៅក្បែរភ្លើងទៅបើសិនជាមានហេតុការណ៍អីមិនស្រួលទាញគប់ភ្លើងកាន់នឹងដៃម្នាក់មួយឲ្យជាប់លបងពួកយើងឡើងទៅលើដើមឈើទៅអីមើលទៅដូចជាមិនស្រួលទេសំឡេងក្ហឹមដូចជានៅក្បែរយើងនេះឯងបានកលាខ្លួនធ្វើជាពូជ័យដើម្បីចូលមកចិត្តអ្នកភូមិទាំងពីរដើម្បីកុំឲ្យអ្នកទាំងពីរឡើងដើមឈើទាន់ណែលបងទាំងពីរអើយមិនក៏នៅទីនេះអញ្ចឹងខ្ញុំខំទៅតាមរកឡើងពេញព្រៃអូខ្ញុំស្មានតែអ្នកណាតាមពិតគឺលបងជ័យទេអីខ្ញុំមកភ័យលាស់ព្រលឹងអស់ទៅហើយលបងអើយភ័យអីទេលបងសុទ្ធតែគ្នាឯងតាហើយលបងឯងចូលព្រៃមករកបាញ់សត្វមែនទេតែមើលទៅដៃទៅទេអញ្ចឹងបានអីបាញ់សត្វទៅលបងសាច់សត្វស៊ីលេងឆ្ងាញ់ហើយចង់ស៊ីមនុស្សម្ដង
បានន័យថាម៉េចតើលបង គឺបានន័យថាយើងចង់ស៊ីសាច់ពួកឯងនឹងហើយ លបងជ័យកុំលេងសើចមើលកដាលយប់អញ្ចឹងចេះនិយាយបន្លាចគ្នាទៅកើតដែររំពេចនោះព្រៃខ្លាក៏បានប្រែកាឡាខ្លួនคล้ายជាខ្លាកំណាចមាសធំមហិមាចង្គង់វែងវែងភ្នែកក្រហមថ្លាស្រែកក្រហឹមដាក់អ្នកភូមិទាំងពីរនាក់ធ្វើឲ្យពួកគេភ័យដួលអកូតទៅលើដីម៉ែអើយជួយកូនផងខ្លាធំណាស់ ជួយផងខ្លាធំណាស់ជួយផង ទោះពួកឯងស្រែកតល់ទៅស្លាប់ទៀតក៏គ្មានអ្នកណាមកជួយឯងបានដែរព្រោះព្រៃនេះជាតំបន់របស់អញអ្នកណាហ៊ានចូលអ្នកនោះត្រូវតែស្លាប់ ខ្ញុំឮថាពួកព្រៃខ្លាវាខ្លាចភ្លើងណាស់លបងយើងកាន់គប់ភ្លើងនឹងដៃចលោវាទៅវាមិនហ៊ានចូលមកជិតយើងទេ អ្នកភូមិទាំងពីរឈរបែរខ្នងទល់គ្នាដោយក្នុងដៃមានកាន់គប់ភ្លើងធ្វើឲ្យព្រៃខ្លាមិនអាចចូលទៅជិតពួកគេបានពិតមែនមិនយូរប៉ុន្មានស្រាប់តែមានអសូរកាយផុសចេញពីក្រោមដីមកមួយទៀតអ្នកភូមិទាំងពីរកាន់តែភ័យតក់ស្លុតព្រោះមើលទៅរូបរាងអសូរកាយពិតជាគួរឲ្យខ្លាចជាងសត្វខ្លាទៅទៀតពួកយើងប្រហែលជាត្រូវស្លាប់ចោលឆ្អឹងនៅក្នុងព្រៃនេះហើយមើលទៅ ខ្ញុំមិនគួរណាគិតខុសចេញពីភូមិដោយមិនស្ដាប់ពាក្យណែនាំរបស់លបងជ័យហើយនឹងក្មួយសទ្ធាសោះ តែប៉ុណ្ណេះពួកឯងទៅមិនរួចពីកណ្ដាប់ដៃរបស់ពួកយើងទេឆាប់ឲ្យពួកយើងស៊ីឯងតាមសម្រួលមក យីអាពីរក្បាលឯងនេះបែកគ្នាយូរហើយនៅតែមិនចោលចរិតអត់ចេះរៀងចាលសោះ យ៉ាអាក្មេងនេះចេញមកពីប្រឡោះណាវើយតែបើមកបន្ថែមម្នាក់ទៀតក៏ល្អដែរយើងចូលចិត្តស៊ីពវៀនមនុស្សស្រស់ណាស់ លើកនេះយើងមិនឲ្យឯងចាប់យើងបានដូចជាលើកមុនទេតែយើងនឹងចាប់ពួកឯងហើយកំទេចពួកឯងចោលទាំងសម្បុកតែម្ដង មនុស្សកំពេចកំពុកដូចជាឯងយើងប្រើតែចុងកញ្ចក់របស់យើងក៏ធ្វើឲ្យឯងធ្លាយពោះវៀនស្លាប់ដែរស្លាប់ទៅ តែត្រូវបានសាន់កិច្ចផុតនិងបានហក់ឡើងជិះលើខ្នងរបស់ខ្លាបន្ទាប់មកគេក៏បានដកកំបិតបន្ទោះដែលមានបញ្ចុះមុនអាគមចាក់ចំកណ្ដាលក្បាលខ្លាហើយរូបគេក៏បានលោតចេញទៅលើខ្នងខ្លាទុកឲ្យព្រៃខ្លាស្រែកឈឺចាប់ពេញព្រៃផ្អើលអស់សត្វមរគីយើអញហ៊ានសម្លាប់ដៃគូរបស់យើងផងយើងនឹងសម្លាប់ឯងឲ្យបាន ចូលមកយើងចង់ដឹងថាឯងអាចសម្លាប់យើងបានឬក៏អត់ ដៃតាន់នេះឯងបានដាស់វាបានសម្រេចហើយមែនទេ មែនហើយពេលនេះខ្នាយតាន់នេះបានដាស់បានសម្រេចហើយឯងត្រៀមខ្លួនស្លាប់ទៅសានសម្រូតខ្លួនអង្គុយពេនភ្នែនទៅលើដីយកខ្នាយតាន់មកប្រណម្យជាមួយដៃទាំងសងខាងសូត្រមន្តវិជាការបន្ទាប់មកស្រាប់តែមានពន្លឺចេញពីបាតដៃរបស់គេហើយបាញ់តម្រង់ទៅរកអសូរកាយធ្វើឲ្យឆាបឆេះទៅលើខ្លួនអសូរកាយក្តៅរលរៀលរហូតរលាយបាត់រូបតែម្ដងទៅ អូយក្តៅខ្លាំងណាស់អូយ ទីបំផុតយើងបានរួចជីវិតពីកញ្ញាំព្រីខ្លាហើយ អូនសានអូនទៅមកពីណាបាត់អូន2ឆ្នាំត្រឡប់មកវិញអូនចេះមុនវិជាសិលគួរឲ្យស្ញប់ស្ញែងណាស់ មែនហើយអូនមកពេលនេះចំពេលល្អណាស់អ្នកភូមិយើងកំពុងតែជួបទុក្ខធ្ងន់ហើយពួកព្រៃខ្លាវាចេញមកអុកឡុកមិនឲ្យអ្នកភូមិចេញទៅណាបានទេតែពេលនេះអូនកំចាត់ព្រៃខ្លាបានសម្រេចហើយភូមិយើងនឹងមានសន្តិភាពឡើងវិញ យើងត្រូវនាំដំណឹងនេះទៅជម្រាបលោកចៅហ្វាយស្រុកឲ្យគាត់បានជ្រាបពីដំណឹងនេះ មានរឿងធំចំពោះភូមិស្រុកបែបនេះខ្ញុំមិនអាចឈរអោបដៃមើលបានទេតោះបងយើងឆាប់ទៅពេលចូលទៅក្នុងភូមិវិញអ្នកភូមិសប្បាយចិត្តជាពន់ពេកព្រោះម្នាក់បានដឹងពីសមត្ថភាពរបស់សានដែលអាចសម្លាប់ព្រៃខ្លានិងអសូរកាយបានសម្រេច
ក្នុងនោះក៏មានលោកចៅហ្វាយស្រុកគង់សុធាធីតាគូជ័យផងដែរដែលមកចូលរួមជួបជុំគ្នាជាមួយអ្នកភូមិបាញ់ឯង2ឆ្នាំឯងត្រឡប់មកវិញពិតជាមានសមត្ថភាពមិនធម្មតាឯងអាចសម្លាប់បានសំបីតែព្រៃខ្លានិងព្រៃអសូរកាយមិនហើយក្មួយសានឯងត្រឡប់មកវិញចំពេលភូមិស្រុកកំពុងតែមានទុក្ខហើយក្មួយបានដោះស្រាយដោយរលូនពិតជាសាងគុណសម្បត្តិធំធេងណាស់កាលនោះបកុំទៅបានលោកតាឥសីមកជួយខ្ញុំតាន់ពេលខ្ញុំប្រហែលជាខ្លាយទៅជាខ្មោចតៃហោងកណ្ដាលព្រៃជ្រៅបាត់ទៅហើយសានបានរៀបរាប់ពីដំណើរដើមតងដែលគេបានជួបកាលពី2ឆ្នាំមុនប្រាប់ដល់អ្នកភូមិនិងលោកចៅហ្វាយស្រុកម្នាក់ស្ដាប់ឡើងចំហមាត់ធ្លុងរំពេចនោះផងដែរស្រាប់តែមានសម្លេងក្រឡមួយស្រែកចេញមកអ្នកណាគេឯងក៏ស្លាប់ធំម្លេះហ៊ានសម្លាប់បរិវារអញគឺយើងនេះហើយជាអ្នកសម្លាប់បរិវាររបស់ឯងក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលចង់មកសាកល្បងជាមួយអញផងអីបានអញនឹងឲ្យឯងស្គាល់ឆ្នាំខ្លាំងម្ដងតាច័ន្ទមានកំបិតបន្ទោះនៅក្នុងថង់យាមសូត្រមន្តគាថារួចក៏ហក់បំរុងទៅចាក់សានតែក៏ត្រូវសានកិច្ចតន់នឹងបានហក់ធាក់តាច័ន្ទមួយជើងឲ្យដួលផ្កាប់មុខរបូតកំបិតចាញ់ពីដៃនៅមិនអស់ចិត្តតាច័ន្ទក្រោកឈរហើយសូត្រគាថាបញ្ជូនមុនអាគមខ្មៅងងឹតហោះសំដៅទៅរកសានហើយសានមិនបងអង្គយូរក៏សម្រត់អង្គុយពេនភ្នែនសូត្រមុនអាគមបញ្ចេញពន្លឺមានយន្តចេញពីក្រោយនិងបញ្ជូនពន្លឺពណ៌មាសហោះសំដៅទៅរកតាច័ន្ទវិញដូចគ្នាពន្លឺទាំងពីរហោះបុកគ្នាធ្វើឲ្យម្នាក់ប្រឹងបញ្ចេញសមត្ថភាពទាំងញ័រខ្លួនទៅត្រឹងសានបានស្រែកឲ្យសុធាដោះផ្នែកតាន់ចេញពីខ្លួនរបស់គេយកទៅចាក់លើក្បាលរបស់តាច័ន្ទបងធាបងឆាប់ដោះផ្នែកតាន់ចេញពីកខ្ញុំយកទៅចាក់លើក្បាលតាធ្មប់នោះភ្លាមទៅតន់វាមិនតន់អាចកម្រើកខ្លួនបានឯងចង់ធ្វើឲ្យយើងនឹងកុំណាអូយឈឺក្បាលណាស់អូយពេលទទួលបានជ័យជំនះហើយអ្នកភូមិនាំគ្នាស្រែកហូសប្បាយចិត្តគ្រប់គ្នាចាប់តាំងពីពេលនោះមកស្រុកភូមិក៏លែងមានរឿងទុក្ខភ័យកើតឡើងទៀតដែរហើយពួកឈ្មួញក៏ចាប់ផ្ដើមបន្តចិញ្ចោលរកស៊ីដោយធម្មតាឡើងវិញលែងបារម្ភពីបញ្ហាចោរប្លន់និងព្រៃខ្លាចេញមកអុកឡុកតទៅទៀតដូចពីមុនទៀតហើយ